ស្ដីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងលាតត្រដាងអំពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងតួអង្គដែលអ្នកគាំទ្រ One Piece ជាច្រើនលោកស្នេហ៍រួមទាំង Admin ផងដែរនោះគឺ Yamato តើនាងគឺជានរណាហេតុអ្វីបានជានាងហៅខ្លួនឯងថាជា Kosuke Oden ហើយអ្វីទៅជាប្រវត្តិនៅពីក្រោយខ្នងរបស់នាងតោះកុំមកអង្គយូរយើងទៅស្វែងយល់ទាំងអស់គ្នាក៏ប៉ុន្តែមុននឹងឈានជើងចូលទៅដល់សាច់រឿងជំសូមថ្លែងអំណរគុណដល់បងប្អូនយើងដែលតែងតែគាំទ្រក៏ដូចជាdonateដល់ Admin សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនអរគុណតោះយើងចូលទៅក្នុងសាច់រឿងរបស់យើងវិញម្ដង Yamato គឺជាកូនស្រីរបស់ Yonko Kaido ដែលជាកំពូល Yonko ទាំង4នៅ New World តាំងពីតូចមក Yamato តែងតែមានមហិច្ឆតាខុសពីគេឯងនាងមិនចង់ដើរតាមគន្លងរបស់ឪពុកនាងនោះទេដែលជា Yonko ដ៏ខូខើមួយរូបហើយផ្ទុយទៅវិញនាងត្រូវបានបំផុសគំនិតយ៉ាងខ្លាំងក្លាដោយវីរបុរសរឿងព្រេងរបស់ Wano នោះគឺ Kosuke Oden ហើយរឿងរ៉ាវរបស់ Kosuke Oden ដែលជាសាមរ៉ៃដ៏ពូកែនិងជាអ្នកបើកទ្វារ Wano Kuni ទៅកាន់ពិភពលោកខាងក្រៅបានធ្វើឲ្យ Yamato មានអារម្មណ៍រំភើបនិងចង់ធ្វើដូចជាOden ដែរនាងបានរៀនសូត្រអំពីការផ្សងព្រេងរបស់ Oden និងការតស៊ូរបស់គាត់ដើម្បីរំដោះ Wano Kuni និងបំណងប្រាថ្នារបស់គាត់ក្នុងការបើកប្រទេស Wano ឡើងវិញ Yamato ចាប់ទុក Oden ជាគំរូរបស់នាងហើយបានសម្រេចចិត្តក្លាយជា Kosuke Oden ដោយខ្លួនឯងដោយសារតែគំនិតបះបោរមួយនេះហើយ Yamato តែងតែត្រូវបានឪពុកដែលជា Kaido នឹងដាក់ទារុណកម្មនាងជារឿយៗ Kaido មិនចង់ឲ្យកូនស្រីរបស់គាត់ក្លាយជាមនុស្សទន់ខ្សោយដូចជា Oden នោះទេហ៊ានមើលងាយ Oden ថាជាទន់ខ្សោយផង Kaido ហើយគាត់ចង់ឲ្យនាងក្លាយទៅជាអ្នកស្នងតំណែងរបស់គាត់វិញក៏ប៉ុន្តែ Yamato នៅតែរក្សាចំហនិងជំនឿរបស់នាងតែងតែពាក់របាំងមុខរបស់ Oden ហើយហៅខ្លួនឯងថាជា Kosuke Oden នាងបានចំណាយពេលវេលាអស់ជាច្រើនឆ្នាំនៅក្នុង Wano Kuni ដោយរងចាំពេលវេលាណាមួយដើម្បីរំដោះប្រទេសនេះចេញអំពីការគ្រប់គ្រងរបស់ឪពុកនាងបានសង្កេតមើលស្ថានភាពនិងបានឮអំពីការមកដល់របស់ Monkey D. Luffy ដែលជាក្មេងប្រុសម្នាក់ចង់ក្លាយជាស្ដេចចៅសមុទ្រនិងមានមហិច្ឆតាដូចជា Oden ដែរគាត់បានឮរឿងរ៉ាវរបស់ Luffy ពីមិត្តភក្តិរបស់គាត់គឺ S បាននិយាយរឿងរ៉ាវអំពី Luffy ជាហោហែប្រាប់ទៅ Yamato ជឿថា Luffy គឺជាមនុស្សដែលអាចបំពេញបំណងប្រាថ្នារបស់ Oden និងបើកទ្វារ Wano Kuni ឡើងវិញនាងបានសម្រេចចិត្តរួមដៃជាមួយ Luffy ជួយគាត់នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹង Kaido បើទោះបីជា Kaido ជាឪពុកបង្កើតរបស់នាងក៏ដោយសរុបរួមមកវិញ Yamato គឺជាកូនស្រីរបស់ Kaido តែមានមហិច្ឆតាខុសពីឪពុកនាងមិនចង់ដើរតាមគន្លងរបស់ Kaido នោះទេតែបែរជាចង់ក្លាយជា Kosuke Oden ដែលជាវីរបុរសរឿងព្រេងរបស់ Wano Kuni ទៅវិញដោយសារតែគំនិតមិនបោះបង់នេះ Yamato តែងតែប្រឆាំងជាមួយនឹងឪពុករបស់នាងនិងត្រូវទទួលទរណកម្មជារឿយៗក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Yamato នៅតែរក្សាជំនឿរបស់នាងហើយសម្រេចចិត្តរួបរวมជាមួយនឹង Monkey D. Luffy ដើម្បីរំដោះ Wano អំពីការគ្រប់គ្រងរបស់ឪពុកដ៏ផ្ដាច់ការរបស់នាងជាការបញ្ចប់សង្ឃឹមថាវីដេអូមួយនេះនឹងជួយឲ្យបងប្អូនមួយៗទាំងអស់គ្នាយល់ច្បាស់អំពីប្រវត្តិរបស់ Yamatoដែលជាតួអង្គពិសេសនៅក្នុងរឿង One Piece របស់យើងតើអ្នកយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់នាងសូមចែករំលែកមតិរបស់អ្នកទាំងអស់គ្នានៅខាងក្រោមវីដេអូផងណាបើពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like subscribe និង share ឲ្យមិត្តភក្តិទាំងអស់គ្នាបានដឹងអំពីវីដេអូមួយនេះផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងណាដើម្បីទទួលបានវីដេអូថ្មីៗអំពីខ្ញុំក្រោយៗទៀតសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសូមព្រះប្រទានពរបាយបាយ